ជំរាបសួរហ្វេនៗ Anime ជាទីគោរពស្រឡាញ់ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Anime Onami វិលមកជួបជាមួយនឹងមានសេរីថ្មីជាមួយនឹងការសម្ដែងរឿង Anime ដែលមានចំណងជើងថាខ្សែជីវិតរបស់ T តោះចូលសេចក្ដីរឿងយើងតែម្ដងទៅនៅទីបំផុតពិធីជប់លៀងរបស់ព្រះនាងអាធីនឹងបានមកដល់ហើយព្រះនាងត្រូវនាងបម្រើចាប់តែងខ្លួនតាំងពីព្រឹកព្រលឹមតែម្ដងទាំងដែលកម្មវិធីចាប់ផ្ដើមនៅម៉ោង3សោះលីលៀនបានប្រាប់ថាព្រោះតែអាធីគឺជាព្រះនាងត្រូវងើបពីព្រលឹមដើម្បីមកតែងខ្លួនខាត់កញ្ចក់ដោស្បែកស្ប៉ាអីគឺមានគ្រប់យ៉ាងតែម្ដងត្រាំទឹកដោះគោក៏មានទៀតព្រះនាងអាធីប្រាប់ថានាងចាប់ផ្ដើមឃ្លានហើយលីលៀនប្រាប់ថារងចាំមួយផ្លែតសិនណាលីលៀនបានមករៀបចំម៉ូតសក់គ្រប់គ្នាក៏ដូចជាបញ្ញាបញ្ញាខ្លាំងមែនទែនញាប់ដៃញាប់ជើងលីលៀនបានប្រាប់ឲ្យរក dress ឲ្យវាសមនឹងមកកតផងព្រះនាងអាធីនឹងមិនដែលដឹងសោះថាពិធីជប់លៀងលើដំបូងក្នុងឆាកជីវិតវាធំដុំដល់ថ្នាក់នេះពេលវេលានៃកម្មវិធីក៏បានមកដល់ Felix ក៏បានមករងចាំព្រមជាមួយនឹងព្រះរាជានៅទីបំផុតព្រះនាងអាធីបានចេញមកហើយ Felix ឃើញហើយគឺភ្ញាក់ផ្អើលខ្លាំងមែនទែនព្រះនាងពិតជាស្អាតស្រស់ស្អាតណាស់មុននឹងបាយទៅសួរព្រះរាជាថាមែនអត់ព្រះអង្គនិយាយទៅនេះគឺជាលើកទី1ហើយដែលអាធីឃើញបិតារបស់ខ្លួនស្លៀកពាក់ជាផ្លូវការដល់ថ្នាក់នេះព្រះរាជាបានសរសើរនាងថាថ្ងៃនេះនាងស្អាតខ្លាំងណាស់នាងក៏បានអរគុណព្រះរាជាដូចគ្នាដែរថាអរគុណប៉ាប៉ាដែលថ្ងៃនេះប៉ាប៉ាព្រមមកបណ្ដាបុត្រចូលទៅក្នុងកម្មវិធីនៅក្នុងកម្មវិធីហ្នឹងសុទ្ធតែអ្នកដែលមានមុខមានមាត់ពេលដែលទាំងពីរអ្នកមកដល់កម្មវិធីអាទីហ្នឹងពិតជាភ័យខ្លាំងមែនតើនាងខ្លាចថាហេតុការណ៍ម្ដងនេះវានឹងដូចក្នុងយល់សប្តិរបស់នាងព្រះរាជាសួរថានាងកើតអីនាងប្រាប់ថានាងភ័យព្រះរាជាសួរថាអញ្ចឹងភាពក្លាហានដែលនាងធ្លាប់ក្តីថ្ពាល់គេកាលមុននឹងបាត់ទៅណាហើយនាងធ្វើមិនដឹងមិនលឺគិតថានាងធ្លាប់ធ្វើអញ្ចឹងដែរប៉ាប៉ាប្រាប់ថាបើសិននាងភ័យពេកនោះនាងគ្រាន់តែអោនមុខដោយពួកនាយាមនៅទីនោះទៅអោនមុខគ្រប់ពេលវេលាហើយរហូតតតែចប់កម្មវិធីនាធីប្រាប់ថាមិនអីទេគ្រាន់តែមានប៉ាប៉ានៅក្បែរនាងមិនអីទេនៅខាង The Orpheus បានមកប្រាប់ Janice ថាមិនយូរទេនាងនឹងបានចូលទៅក្នុងកម្មវិធីហើយ Janice ក៏បានសួរថានាងនឹងបានជួបជាមួយនឹងព្រះបិតាហើយប្អូនស្រីនាងហើយមែនអត់ The Orpheus បានប្រាប់ថាពិតមែនហើយដល់ពេលនោះព្រះរាជានឹងដឹងហើយពេលនោះនាងនឹងបានទៅរស់នៅក្នុងរាជវាំងចូលជាសមាជិករាជវង្សគ្រប់គ្នានឹងស្រឡាញ់នាងចាណាសប្បាយចិត្តហើយក៏អរគុណអាហ្វេសខ្លាំងណាស់នាងមិនដឹងថាត្រូវសងគុណគេយ៉ាងម៉េចទេដោយយកនឹងក៏បានប្រាប់ឲ្យនាងរងចាំរហូតដល់ពេលនោះណានៅខាងព្រះរាជាហើយនឹងព្រះនាងអាធីបាននាំគ្នាចូលទៅក្នុងកម្មវិធីហើយគ្រប់គ្នានឹងទន្ទឹងរង់ចាំខ្លាំងណាស់ព្រោះចង់ឃើញមុខមាត់របស់ព្រះនាងអាធីគ្រប់គ្នានិយាយថានោះគឺជាព្រះនាងរបស់យើងមែនស្រស់ស្អាតខ្លាំងណាស់ហើយព្រះរាជាក៏សង្ហាអាធីបានបកដៃទៅកាន់គ្រប់គ្នាផងដែរក្រោយមកដល់ពេលដែលព្រះនាងអាធីត្រូវមករំប៉ាប៉ាបានប្រាប់អាធីថាមិនចាំបាច់ព្រួយបារម្ភខលខ្វាយអីទេគ្រាន់តែមានប៉ាប៉ានៅក្បែរនាងសប្បាយម្ចាស់ដៃទៅរួចហើយទាំងពីរនាក់ក៏បានមករំអាធីបានប្រាប់ថាការរំរបស់នាងម៉ាដាមនឹងបានសរសើរផងដែរអូអញ្ចឹងប្រកាសជាប្រកែកហើយបានម៉ាដាមដែលជាគ្រូបង្រៀននឹងសរសើរដល់ថ្នាក់នឹងប៉ុន្តែរំមិនបានយូរប៉ុណ្ណាផងនាងនឹងជន់ជើងប៉ាប៉ាព្រះរាជាពិតឆ្ងល់ខ្លាំងមែនទែនណាដែលប្រាប់ថាគ្រូសរសើរកាយការរំរបស់នាងនឹងរំបានល្អដល់ថ្នាក់ម៉ាដាមដែលជាគ្រូបង្រៀននឹងសរសើរផងនាងប្រាប់ថាឲ្យដោយសារតែនាងភ័យខ្លាំងពេកបេដានឹងប្រាប់ថាមិនចាំបាច់ភ័យទេនាងរំតាមចិត្តរបស់នាងទៅកុំ stress ខ្លាំងពេកហើយការរំរបស់ព្រះនាងអាធីគឺល្អ perfect ខ្លាំងមែនទែនដល់ថ្នាក់គ្រប់គ្នាទេដៃឲ្យព្រះរាជាប្រាប់ថាបន្ទាប់ពីនេះនាងមិនចាំបាច់ព្រួយបារម្ភអីទៀតទេទៅសប្បាយជាមួយនឹងក្មេងៗអាយុដណ្ដាលនាងទៅនាងប្រាប់ថាអរគុណប៉ាប៉ានៅពេលដែលអាធីបានមកនិយាយជាមួយនឹងគ្រប់គ្នាក៏សរសើរថានាងពិតជាស្រស់ស្អាតណាស់ការរំរបស់ព្រះនាងក៏ល្អឥតខ្ចោះខណៈពេលនោះនាងក៏បានឃើញថាដែលយុគ Alpheus កំពុងតែតាមរកប៉ាប៉ាតើរឿងនឹងកើតឡើងដូចក្នុងសុបិនរបស់នាងឬអត់នាងភ័យខ្លាចខ្លាំងមែនទែនថាសុបិននឹងខ្លាចជាការប៉ែតហើយខណៈពេលតែមួយមានមនុស្សចូលមកសុំនាងរំជាច្រើននាងក៏មិនដឹងថាត្រូវបដិសេធពួកគេយ៉ាងម៉េចទេរហូតដើរទៅបុកជាមួយនឹងមនុស្សម្នាក់នោះគឺអេជគៀគេប្រាប់ថាអភ័យទោសគ្រប់គ្នាផងព្រោះតែគេបានសន្យាជាមួយនឹងព្រះនាងថានឹងមករំជាមួយព្រះនាងគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងមែនទែនអ្នកប្រុស Alpheus ត្រឡប់មកពីក្រៅប្រទេសវិញហើយក្នុងចិត្តរបស់ធីគិតថាឬមួយអេជគៀនឹងគេដឹងស្រាប់ហើយថានាងគឺជាព្រះនាងគេបានប្រាប់អាធីថាអធិស្ឋានសូមរំជាមួយខ្ញុំមួយបទបានឬអត់ទេពអប្សរអាធីថាឲ្យថាគេដឹងរួចមកហើយថានាងគឺជាព្រះនាងហើយព្រះនាងអាធីក៏បានរំជាមួយគេខណៈពេលតែមួយនោះផងដែរដែលយុគ Alpheus បានមកនិយាយជាមួយនឹងព្រះរាជាសូមឲ្យនគររបស់យើងមានតែភាពរុងរឿងថ្ងៃនេះព្រះនាងរបស់យើងពិតជាស្រស់ថ្លាហើយភ្លឺចែងចាំងខ្លាំងមែនទែន ព្
ព្រះរាជាក៏បានសួរថាអញ្ចឹងដែលយុគអាហ្វេសគេមានរឿងអ្វីទៅថាទៅគេគ្រាន់តែសង្ស័យថាបើសិនជាព្រះរាជាមានបុត្រីឬបុត្រាមួយអង្គទៀតតើនឹងធ្វើល្អដាក់ដោយតែធ្វើល្អដាក់អធិដែរឬអត់ព្រះរាជាសួរថានិយាយអញ្ចឹងបានន័យថាម៉េចគេប្រាប់ថាគេគ្រាន់តែគិតថាបើព្រះរាជាមានបុត្រាឬបុត្រីមួយអង្គទៀតគឺជារឿងដែលល្អណាស់ព្រះរាជាប្រាប់ថាអត់ទេទោះបីជាមានបុត្រាឬបុត្រីមួយអង្គទៀតគេមិនខ្វល់នោះទេបើសិនមិនមានអធិ2នាក់នោះដែលយុគអាហ្វេសមិនដឹងថានិយាយមិនទៀតទេគេក៏បានប្រាប់ថាមិនយូរទេព្រះនាងរបស់យើងនឹងចូលវ័យជំទង់ហើយតែព្រះរាជាមិនបានចាប់អារម្មណ៍អ្វីដែលគេនិយាយនោះទេព្រោះតែនៅសុសគេក៏បានកលេចទៅឃើញនឹងបរិបពាក្យស្រង់មុខម្នាក់ទើបបានព្រះរាជាប្រាប់ថាថ្ងៃនេះគឺជាកម្មវិធីរបស់ព្រះនាងអាធិដូច្នេះហើយយើងមិនចង់ស្ដាប់អីទៀតទេទើបបានជាដែលយុគអាហ្វេសបានប្រាប់ថាសុភ័យទោផងព្រះអង្គនៅខាងព្រះនាងហើយនឹងអេជកេសបានរួមរួចហើយគេបានប្រាប់ព្រះនាងថាថ្ងៃនេះគឺជាថ្ងៃដែលគេមានក្តីសុខហើយពិសេសខ្លាំងណាស់មានឱកាសចាំជួបគ្នាសថ្មីណាទេពអប្សរអាធីនឹងនិយាយអីមិនចេញហ្មងគេដឹងរួចមកហើយថានាងគឺជាព្រះនាងពេលនោះនាងបានកលេចទៅឃើញតែយុគអាហ្វេសកំពុងតែនៅជាមួយព្រះបិតាស្រួលចេណេសឯនៅក្បែរនោះផងដែរនាងមិនមានពេលមកត្រូវអង្គុយភ័យខ្លាចឬស្ទាក់សើអ្វីទៀតទេនាងត្រូវតែធ្វើឲ្យខ្លួនឯងសត្វសមជាព្រះនាងនៃនគរអូបាលីឲ្យបន្តទៅបានមុននឹងប្រើវេទមន្តរបស់នាងធ្វើឲ្យដំបូលប្រាសាទខ្លាចជាអវកាសបិតារបស់នាងមកបង្ហាញខ្លួននៅមុខគ្រប់គ្នានោះគឺជាដៃអាណាហើយដៃអាណានឹងបានចូលទៅសុំរំជាមួយនឹងព្រះរាជាផងដែរធ្វើឲ្យព្រះរាជានឹងភ្ញាក់ផ្អើលខ្លាំងមែនទែនហើយអាធីនឹងក៏បានទៅអង្គុយលេងព្យ៉ាណូនាងបានងក់ក្បាលប្រាប់ប៉ាឲ្យរំជាមួយនឹងម៉ាម៉ាទៅរួចហើយទាំងពីរនាក់បានរំជាមួយគ្នាព្រះនាងអាធីវិតមានក្តីសុខខ្លាំងមែនទែនពេលដែលបានឃើញទិដ្ឋភាពនេះរហូតទីអាណានឹងព្រះរាជារំរួចហើយអាធីប្រាប់ថានេះគឺជារូបភាពដែលនាងចង់ឃើញបំផុតថាប៉ាក៏មានគូដូចគេដែរនោះគឺមេដារបស់នាងពិតជាមានក្តីសុខខ្លាំងណាស់ហើយចង់ជូនពរគ្រប់គ្នាបានទះដៃសរសើរនាងវេទមន្តរបស់នាងអស្ចារ្យអធនៈនេះបើមិនមែនជាព្រះនាងនៃនគរបេលាមិនមានអ្នកណាអាចធ្វើបានទេប៉ុន្តែគ្រប់គ្នាក៏ដឹងហើយថាអ្នកណាដែលនឹងបានក្រុងរាជបន្ទាប់នោះគឺព្រះនាងអាធីដែលយុគអាហ្វេសនឹងទ្រាំនៅទីលេងបានហើយរថ្នាក់ដែលចេញពីកម្មវិធីហ្មងចំណែក Janice បានឈរមើលកម្មជ្រួចវាពិតជាស្រស់ស្អាតខ្លាំងណាស់ហើយកម្មវិធីរបស់ព្រះនាងអាធីអាចកំពុងតែចាប់ផ្ដើមហើយតើនាងនឹងបានជួបប៉ាហើយនឹងប្អូនស្រីរបស់នាងឬអត់នៅខណៈពេលដែលព្រះរាជាហើយនឹងព្រះនាងអាធីកំពុងតែទៅប្រាសាទវិញព្រះរាជាបានសរសើរនាងថាថ្ងៃនេះធ្វើបានល្អខ្លាំងណាស់នេះកាដូជូននាងទោះបីយឺតជាងគេប៉ុន្តែរីករាយថ្ងៃកំណើតណាស់នាងបាននឹកដល់ពេលសម្ដីរបស់នាងដែលបានប្រាប់ប៉ាមុននេះថាចង់ឲ្យប៉ាមកជូនពោថ្ងៃខួបកំណើតរបស់នាងជាមនុស្សដំបងនាងប្រាប់ថាប៉ាយឺតជាងគេណាព្រះរាជាប្រាប់ថាអញ្ចឹងយកកាដូវិញបានអត់ហើយបោះចោលទាំងអស់ទៅនាងប្រាប់ថាហួសពេលហើយព្រោះតែនាងបានទទួលរួចហើយចំណែកខាងដែលយុគអាហ្វេសបានជួបជាមួយនឹងបរិយាអាចកំបាំងដែលពាក់ស្រោមមុខមួយរូបបរិយាម្នាក់នោះបានសួរថាម៉េចកើតអីអ្វីគ្រប់យ៉ាងមិនបានទៅតាមគម្រោងការដែលបានរៀបចំទុកទេមែនប្រហែលដល់ពេលដែលគេត្រូវបញ្ចេញស្នាដៃដោយខ្លួនឯងហើយមើលទៅដែលយុគអាហ្វេសក៏បានសួរថាហេតុអីបានជាឯងទៅបង្ហាញខ្លួននៅក្នុងកម្មវិធីបែបនោះព្រះរាជាមានការប្រុងប្រយ័ត្នខ្ពស់ខ្លាំងណាស់បើសិនត្រូវព្រះរាជាជួបនោះប្រកាសជាមានរឿងធំមិនខានហើយចាំបន្ទាប់ពីនេះគេនឹងធ្វើមិនបន្តបរិយាម្នាក់នោះបានញញឹមប៉ុន្តែពេលនោះដែរ Janice ចង់មកជួបគេទៅបានជាបរិយាម្នាក់នោះបាត់ខ្លួនទៅមួយរំពេចចំណែកដែលយុគអាហ្វេសក៏បានប្រាប់ឲ្យ Janice ចូលមកនាងចូលមកសួរថាតើពេលណាទៅដែលនាងបានជួបប៉ាហើយនិងប្អូនស្រីរបស់នាងដែលយុគអាហ្វេសសុំទោសនាងផងព្រោះតែនៅថ្ងៃនេះត្រូវព្រះនាងអាធីទាមទារចំណាប់អារម្មណ៍ទៅអស់លីងហើយព្រះរាជានឹងក៏បាននិយាយផ្ទាល់ផងដែរថាមិនចង់ទទួលកូនម្នាក់ទៀតទេអញ្ចឹងសូមឲ្យ Janice រងចាំសិនរងចាំដែលថ្ងៃមួយបានជួបប៉ាហើយនិងប្អូនស្រី Janice ប្រាប់ថាមិនអីទេតែនាងជឿថានៅថ្ងៃមួយប្រកាសជាបានជួបទាំងពីរនាក់មិនខានអាធីបានត្រឡប់មកបន្ទប់របស់ខ្លួនវិញហើយបានមកបើកកាដូដែលប៉ាឲ្យខាងក្នុងនោះមានបូហើយកាតនោះបានសរសេរថាសូមឲ្យអាថនាសៀនឹងមានក្តីសុខជារៀងរហូតហើយរឿងខ្សែជីវិតរបស់ព្រះនាងអាធីក៏បានស្លាប់ត្រឹមហ្នឹងសូមអ្នកនរគ្នារងចាំតាមដាននៅភាគបន្តសម្រាប់ថ្ងៃនេះសូមអរគុណសូមជម្រាបលា